នេះគឺជាវីដេអូទី2ដែលខ្ញុំបានចុះមកផ្តិតយកទស្សនវិជ្ជានៃព្រះវិហារវត្តកោះធំដែលជាព្រះវិហារមួយដែលមានអាយុកាលប្រមាណ63ឆ្នាំមកហើយដែលបានកសាងនៅដើមគ្រិស្តសករាជ1562ដែលស្ថិតនៅក្នុងឃុំកោះធំកស្រុកកោះធំខេត្តកណ្ដាលហើយព្រះវិហារនេះតួរបស់ព្រះវិហារគឺបណ្ដោយ 17.60 ម៉ែត្រទទឹង 7.40 ម៉ែត្រកម្ពស់ 7.20 ម៉ែត្រដូច្នេះហើយទើបធ្វើឲ្យព្រះវិហារមានអាយុកាលដ៏ច្រើនឆ្នាំនេះទើបតម្រូវផ្នែកខ្លះនៃព្រះវិហារត្រូវបានជួសជុលឡើងវិញដូចជាផ្នែកដំបូលនិងផ្នែកជញ្ជាំងជាដើមហើយគិតមកដល់ពេលនេះផ្នែកដំបូលនៃព្រះវិហារគឺត្រូវបានកសាងចប់ 100% ទៅហើយដែលនៅក្នុងនោះថវិការបស់ពុកម៉ែបងប្អូនជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លាបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ពុកម៉ែបងប្អូនដ៏មានតម្លៃបានថវិកាសរុប 100,55,800 រៀលហើយថវិកាទាំងនោះក៏បានចំណាយអស់ 99,59,400 រៀលដូច្នេះថវិកាគឺនៅសល់តែបន្តិចបន្តួចតែប៉ុណ្ណោះដូច្នេះពេលនេះផ្នែកដំបូលគឺត្រូវបានចប់សពគ្រប់រួចទៅហើយយើងក៏បន្តរៀបចំការជួសជុលផ្នែកជញ្ជាំងវិញម្ដងគឺលាបថ្នាំសាជាថ្មីលើជញ្ជាំងជុំវិញនៃព្រះវិហារដូច្នេះត្រូវចំណាយថវិកាជាច្រើនទៀតដើម្បីជួសជុលបន្តដូចនេះប្រសិនបើពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់មានសទ្ធាជ្រះថ្លាចង់ចូលរួមថវិកាដើម្បីកសាងបន្តលើការជួសជុលលើជញ្ជាំងព្រះវិហារបន្ថែមទៀតសូមពុកម៉ែបងប្អូនអាចចូលរួមបានតាមរយៈព្រះភិក្ខុធម្មោឡាងចាំដែលមាន QR code របស់ព្រះអង្គនៅលើវីដេអូនិងនៅក្នុង comment ខាងក្រោមជាចុងក្រោយសូមពុកម៉ែបងប្អូនទទួលទានរកស៊ីមានបាននិងទៅណាមកណាប្រកបដោយសុវត្ថិភាពគ្រប់ក្រុមគ្រួសារទាំងអស់គ្នាហើយប្រសិនបើមានការខុសឆ្គងនៅលើវីដេអូមួយនេះសូមមេត្តាខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា